lan nắng Sprinter 2022 lanនេះឡានណាដែរអា extra long ហ្មងគាត់យកមករើផ្នែកខាងក្នុងចេញទាំងអស់ហើយគាត់ធ្វើខាងក្នុងហ្នឹងទៅជាផ្ទះមានខែកេងបន្ទប់ទឹកមានតុធ្វើមានតុ office សម្រាប់គាត់ធ្វើការនិយាយទៅគឺផ្ទះចល័តនៅលើឡានហ្នឹងហ្មងឥឡូវទៅមើលខាងក្នុងតិចគាត់រើបានប្រហែល%នេះបន្ទប់ទឹកនេះបន្ទប់ទឹកចាស់របស់គាត់បន្ទប់ទឹកកន្លែងហ្នឹងយើងចេញដែរទាំងអស់យើងធ្វើបន្ទប់ទឹកថ្មីឲ្យគាត់ហើយចំពោះរូបភាពឡានហ្នឹងយើងមានរូបភាពឡានដែលយើង design ឲ្យខ្ញុំមើលដែរចាំយើងដាក់ក្នុងវីដេអូហ្នឹងថាឡានហ្នឹងគម្រោងយើងនឹងដូរវាទៅជារបៀបម៉េចចឹងចាំយើងដាក់ក្នុងវីដេអូហ្នឹងហើយរើចេញបានច្រើនដែរបានប៉ុន្មាន40%ដែរបានប៉ុន្មាន%ដែរ40បាទចាំបើសិនជាបងប្អូនទាំងអស់គ្នាមានឡាន Toyota Hiace ឬក៏ Sprinter ឬក៏ Alpha នេះហ្នឹងចង់ធ្វើទៅជាឡានគ្រួសារឡានដឹកភ្ញៀវអីហ្នឹងអាចតាក់ទងមកយើងបានបងអាចផ្ញើរូបភាពពី3ស្លឹកហើយខាងក្នុងឡានហ្នឹងមកយើងពី3ស្លឹកមកយើងរៀបចំកញ្ចប់មួយសម្រាប់ decor ទៅដល់ឡានបងប្អូនហ្នឹងឲ្យសមរម្យជាមួយនឹងអីដែលបងប្អូនបានហើយបើសិនជាចង់ដឹងតាក់ទងមកយើងតាមណាយើងដាក់ page ក្នុង Telegram នៅលើហ្នឹងឬក៏អាចតាក់ទងមកតាម link Telegram ហ្មងដែលយើងដាក់នៅលើ caption ហ្នឹង